Chenម៉ាក់នឹងទៅរោងចក្រខាងក្រោយគ្រាន់តែក្រឡេកមើលឧបករណ៍5នាទីក្រោយត្រឡប់មកវិញអ្នកត្រូវតែនៅទីនេះហើយកុំរើចេញស្ករគ្រាប់ដែលមនុស្សចម្លែកឲ្យអ្នកមិនអាចញ៉ាំវាបានទេចាំទេកុំបារម្ភអីម៉ាក់យើងនឹងមិនជួបប្រទះនឹងពួកជួញដូរមនុស្សទេខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសភ្លាមហើយប្រហែលជាថែមទាំងមួយទូរស័ព្ទរបស់ជួឲ្យគាត់ខ្សែគេទៀតផងអ្នកឆ្លាតណាស់ជីតាអ្នកបានទម្លាក់អ្វីមួយចោលប្រសិនបើអ្នកមិនអាចកាន់របស់របរឲ្យមានសុវត្ថិភាពបានទេជួយសាងសង់តែទៅពិនិត្យជំងឺ Parkinson ហានទីងមើលនាងក្មេងឲ្យតាអ្នកឈ្មោះអ្វីតាមម្ដាយរបស់អ្នកណៃណាម៉ាក់ខ្ញុំនិយាយថាគាត់សង្ហាណាស់ប៉ុន្តែពួកគេបានចាប់ផ្ដើមដោយពិនិត្យមើលសៀវភៅគ្រួសាររបស់គាត់ជាមនុស្សកុហកឬជាមនុស្សល្ងង់ខ្លាំងពួកឲ្យឯងបានឆ្លងកាត់ព្រំដែនហើយចេញស្ត្រីម្នាក់នេះប្រញាប់ឡើងអ្នកនាងលោកគូសូមអញ្ជើញអ្នកសូមរងចាំតើអ្នកកំពុងព្យាយាមធ្វើអ្វីចង់ចាប់ជំរិតនៅទីសាធារណៈយើងគូដាក់វានៅលើការទូរស័ព្ទទៅប៉ូលីសហើយប៉ូលីសស៊ូសៀវស៊ីងកាលពី5ឆ្នាំមុននៅឯព្រះចៅអធិរាជបន្ទប់សន្តាគារលេខ8806ជាមួយខ្ញុំរួចគាត់ក៏នៅក្នុងសម្លៀកបំពាក់របស់ខ្ញុំអ្នកអាចគណនាថាតើបំណុលនេះមានតម្លៃប៉ុន្មានឆ្នាំខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយទេខ្ញុំមិនស្គាល់អ្នកតតែសោះសូមគាត់នៅទីនេះអត្តសញ្ញាណខុសក្មេងនោះមានលក្ខណៈពិសេសដូចគ្នានឹងដូចគ្នាហ៊ាននិយាយថាគាត់ឈាមដែលហូរលើខ្លួនខ្ញុំមិនមែនរបស់ខ្ញុំទេកូហ៊ានចេនមានរឿងអ្វីមកឲ្យចេនមានអារម្មណ៍វិលមុខខ្លាំងណាស់អូយត្រជាក់បើកឡានមកទីនេះទៅកាន់បដាមន្ទីរពេទ្យឯកជនល្អបំផុតការជូនដំណឹងអ្នកឯកទេសកុមារទាំងអស់ភ្លាមជីវិតប្រញាប់ឡើងលោកគូនិងអ្នកស្រីស៊ូដែលជាកូនដ៏កំឃើញជំងឺឈាមកាន់តែធ្ងន់ធ្ងរឡើងភ្លាមមុខងារកក់ឈាមរបស់រាងកាយគឺកំពុងដួលរំទាំងស្រុងប្រសិនបើពួកគេនៅតែរកមិនឃើញប្រូប្រយ័ត្នឲ្យមើលស្ងៀមប្រសិនបើការបដូរសរីរាង្គត្រូវបានអនុវត្តកុមារពេទ្យអាចទ្រាំទ្រនឹងវាបានឡើយយករបស់ខ្ញុំប្រើគូឆ្អឹងរបស់ខ្ញុំប្រើគូឆ្អឹងរបស់ខ្ញុំជាម្ដាយរបស់គាត់ខ្ញុំថែមទាំងសុខចិត្តបង្ហូរឈាមទាំងអស់របស់ខ្ញុំទៀតផងសូមជួយសង្គ្រោះគាត់ផងអ្នកស្រីស៊ូមុនពេលអ្នកគូបកងយើងបានធ្វើវារួចហើយវាបង្ហាញតែការគូបកងមួយផ្នែកប៉ុណ្ណោះហានិភ័យនៃការបដិសេធគឺខ្ពស់ខ្លាំងណាស់ហើយភាពជោគជ័យជាងមិនកាត់ឡើងទេក្តីសង្ឃឹមតែមួយគត់ឥឡូវនេះគឺត្រូវរកវាឃើញឪពុកជីវសាស្ត្ររបស់កុមារអត្រាជោគជ័យនៃប្រភពឈាមដោយផ្ទាល់វាគឺជាកម្រិតខ្ពស់បំផុតលោកគូនេះគឺជាឌីដែលទើបតែចេញបាយការទេសណាហើយអ្វីខ្ញុំមិនអាចបើកទ្វារបន្ទប់ភ្ញៀវជីដាបានបញ្ជាយ៉ាងម៉ឺងម៉ាត់ថាហ្គោគ្មានច្បាប់ណាមួយនៅក្នុងគ្រួសាររបស់យើងដែលបំបែកសិស្សទៅបន្ទប់ផ្សេងគ្នានោះទេបើយើងមិនដេកក្នុងបន្ទប់តែមួយទេថ្ងៃស្អែកព្រឹកព្រលឹមឡើងអ្នកបម្រើនៃវិឡាទាំងមូលមនុស្សគ្រប់គ្នាដឹងថាអ្នកស្រីក៏បានចាញ់នោះជាបញ្ហារបស់អ្នកខ្ញុំនឹងគ្រាន់តែដេកលក់សាឡុងគោហាន់ធានតាអ្នកកំពុងធ្វើអ្វីលេងខ្ញុំទៅជានិយាយច្បាស់ណាស់ថាជាការរួមគ្នាទេជាគ្រាន់តែនិយាយថាវាសម្រាប់ការថែទាំរបស់អ្នកជាភរិយាមិនមានន័យថានាងត្រូវបានលើកលែងពីដោះបំណុលរបស់អ្នកស៊ូសៀវស៊ីក្នុងរយៈពេល5ឆ្នាំកន្លងមកនេះអ្នកមានខ្ញុំបានរងទុក្ខវេទនាយ៉ាងវេទនាពីចាប់ពីយប់នេះទៅខ្ញុំចង់ឲ្យអ្នកយកសៀវភៅរបស់អ្នកមកជាមួយអត្ថប្រយោជន៍នឹងត្រូវបានប្រគល់មកខ្ញុំវិញបន្តិចម្ដងគោហាន់ទីងបើឯងប៉ះនាងថ្ងៃនេះទោះបីជាថ្ងៃស្អែកខ្ញុំស្លាប់ក៏ដោយក៏ខ្ញុំនឹងធ្វើឲ្យអ្វីកាន់តែងាយស្រួលសម្រាប់អ្នកនៅតែឈឺហើយដំណើរការគូបកងកំពុងដំណើរការមិនទាន់ចេញនៅឡើយទេតើអ្នកជាម្នាក់ក្នុងចំណោមអ្នកដែលមិនអាចបានបេដូមែនទេព្រឹកស្អែកម៉ោង8ចូលរៀបចំខ្លួនប្រតិបត្តិការថ្ងៃស្អែកលទ្ធផលនៃការគូបកងគូឆ្អឹងមានហើយឬនៅវាជាអ្នកណាគូឆ្អឹងរបស់អ្នកណាដែលអាចជួយសង្គ្រោះរបស់ខ្ញុំដែលជាកូនប្រុសរបស់គូហាន់ទីងគឺតើការរចនាអាចបរាជ័យដោយរបៀបណាខ្ញុំផ្ទាល់នឹងធ្វើការវះកាត់នៅថ្ងៃស្អែកស្រង់គូឆ្អឹងចេញពីគាត់អ្នកនឹងទៅដោយផ្ទាល់ទេគ្រូពេទ្យបាននិយាយថាការដកយកគូឆ្អឹងចេញពីកាយរបស់អ្នកកំពុងកាច់សោយ៉ាងខ្លាំងអ្នកឈួតហើយមានអារម្មណ៍អាណិតពួកគេទេស៊ូសៀវស៊ីចូលចងចាំខ្លួនឯងបច្ចុប្បន្នទឹកភ្នែកឲ្យរងចាំរហូតដល់អរិយតូចនេះប្រសើរឡើងខ្ញុំនឹងកញ្ញាទូលេខពី5ឆ្នាំមុនយឺតសម្រាប់សៀវភៅមួយយប់នេះគ្រាន់តែស្នាក់នៅទីនេះដោយស្ងប់ស្ងាត់ខ្ញុំប្រញាប់ចេញពីបន្ទប់ខ្ញុំទៅដេកតើបានកន្លះជំហានហើយការវះកាត់ត្រូវបានលុបចោលអ្នកសុខសប្បាយជាទេតើចេញចំណៃណាការវះកាត់ទទួលបានជោគជ័យហើយក្មេងនោះខ្ញុំខ្លាំងជាងអ្នកជំនួយការចេញនឹងប្រធានគោបានត្រៀមខ្លួនរួចរាល់ហើយមិនអីទេគូទី2អ្នកណាឲ្យគាត់ចុះហត្ថលេខីឥឡូវនេះតើមានការបដិសេធទេថ្ងៃស្អែកសូមឲ្យនាយកទាំងនោះលោក Keshiber បានដាក់ពាក្យលាលែងពីតំណែងមនុស្សឥតប្រយោជន៍ដែលត្រូវស្ដាប់ការញុះញង់របស់អ្នកទៅហានទីងអ្នកកំពុងឆ្លងទន្លេរួចហែកវាចេញស្ពានបងហានទីងខ្ញុំនឹងហើយវ៉ានអ្នកមានការព្រួយបារម្ភអំពីបញ្ហាដែលមិនស្គាល់នោះសូម្បីតែគ្រួសារលីននិងគូគេមិនបានខ្វល់ពីចំណងគ្រួសារផងដែរសេចក្តីស្រឡាញ់ទៅវិញទៅមកជំនួយការពិសេសចេនសូមជម្រាបជូនប្រព័ន្ធផ្សព្វផ្សាយថ្ងៃនេះទៅក្រុមហ៊ុន Keshay នឹងដកខ្លួនចេញគម្រោងសហការទាំងអស់របស់ក្រុមហ៊ុនត្រូវរំសាយ